ឧត្តមសេនីយ៍តូសំសុនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំធ្វើបទបង្ហាញស្ដីពីលទ្ធផលការងារក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី11ខែមីនាឆ្នាំ2025នៅសាលាខេត្តកំពង់ធំបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែនិងដាក់ចេញនៅទិសដៅអនុវត្តបន្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពអាយដាមនួនផារ៉ាត់អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំឧត្តមសេនីយ៍ត្រីពេជ្រថាស្នងការរងនគរបាលខេត្តប្រធានក្រុមជំនួយការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានឡើងអានរបាយការណ៍ស្ដីពីសកម្មភាពការងាររក្សាសន្តិសុខស្ដាប់ធ្នាប់សង្គមជូនភ្ញៀវជាតិអន្តរជាតិនិងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំក្នុងនោះក៏មានការរាយការណ៍បញ្ជាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការបង្ក្រាបធនធានធម្មជាតិរបស់កងកម្លាំងប្រដាប់អាវុធទាំង3ជាមួយស្ថាប័នដែលមានការពាក់ព័ន្ធនិងអាជ្ញាធរដែនដីផងដែរឧត្តមសេនីយ៍តូសំសុនក្នុងនាមអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានឡើងរាយការណ៍និងធ្វើបទបង្ហាញអំពីលទ្ធផលនៃការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងរយៈពេលកន្លងទៅមានជាអាចការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដូចជាការកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិត្រូវបានកងកម្លាំងចម្រុះការពារទប់ស្កាត់បានទាំងស្រុងជាមួយនោះកងកម្លាំងប្រដាប់អាវុធទាំង3ដែលមានកងទ័ពជាស្នូលកំពុងបន្តសកម្មភាពល្បាតការពារដីព្រៃដែលរឹបអូសយកបានពីក្រុមជនល្មើសដែលបានលួចកាប់ទន្ទ្រាននាពេលកន្លងទៅបានជាង3300ហិកតាមិនឲ្យមានការបាត់បង់ទៅវិញនិងបានកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងមិនឲ្យមានការលួចកាប់ជ្រៀកឈើព្រមទាំងការដឹកជញ្ជូនឈើដោយខុសច្បាប់នៅពេលយប់និងបន្តស្រាវជ្រាវវែកមុខជនល្មើសក្នុងការកាប់បំផ្លាញធនធានធម្មជាតិនេះដើម្បីដាក់ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរឧត្តមសេនីយ៍តូសំសុនក៏បានគូបញ្ជាអំពីការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបដែលស្ថិតនៅលើឃុំ2របស់ខេត្តកំពង់ធំគឺឃុំផាត់សណ្ដាយរបស់ស្រុកកំពង់ស្វាយនិងឃុំពីមបាងរបស់ស្រុកស្ទូងដែលមានប្រជាពលរដ្ឋរស់នៅទាំងពីរឃុំប្រមាណជាង2000គ្រួសារមកដល់ពេលនេះការបង្ក្រាបបទល្មើសនេសាទដោយបានសហការជាមួយកងកម្លាំងរបស់យុទ្ធភូមិភាគទី4កងកម្លាំងយុទ្ធភូមិភាគទី5និងកម្លាំងកងទ័ពពិសេសកងពល911បាននឹងកំពុងប្រតិបត្តិការនៅតំបន់លំហបឹងទន្លេសាបទទួលបានលទ្ធផលល្អប្រសើរលុបបំបាត់បានមួយផ្នែកធំនៅបញ្ហាបទល្មើសនេសាទខុសច្បាប់ដើម្បីរក្សាធនធានធម្មជាតិសម្រាប់កូនចៅរបស់យើងនៅចំនួនក្រោយផងដែរអាយដាមនួនផារ៉ាត់អភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានថ្លែងនៃការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំង3មន្ត្រីស្ថាប័នមានការពាក់ព័ន្ធរួមជាមួយអាជ្ញាធរដែនដីក្រុងស្រុកឃុំសង្កាត់ដែលបានយកចិត្តទុកដាក់ក្នុងការការពាររក្សាសន្តិសុខស្ដាប់ធ្នាប់សន្តិសុខសង្គមបានល្អប្រសើរជាមួយនោះដែរក៏បានចូលរួមយ៉ាងសកម្មក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានជោគជ័យពិសេសឧត្តមសេនីយ៍តូសំសុនដែលបានខិតខំយកចិត្តទុកដាក់យ៉ាងសកម្មក្នុងកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានជោគជ័យអាយដាមនួនផារ៉ាត់បានដាក់ចេញនៅផែនការសំខាន់មួយចំនួនសម្រាប់អភិវឌ្ឍបន្តមានជាអានកិច្ចការពារសន្តិសុខស្ដាប់ធ្នាប់សង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនិងការបន្តរួមគ្នាការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យទទួលបានជោគជ័យបន្ថែមទៀតនាំមកជូនដោយហាងនៅសាលៀនមានលក់អគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168